បាទសួស្តីបងប្អូនហាក់ទី12ទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកបាទលំហាត់មួយយកមកដោះស្រាយជូនបងប្អូនអស់គ្នាលំហាត់នេះគឺយើងបង្ហាញថាក្នុងលំនាំអ៊ីសូបាន delta អ៊ុយស្មើនឹងបាទ3/5នៃគុយបាទគុយគឺបរិមាណកម្ដៅអញ្ចឹងយើងបង្ហាញម៉េចដើម្បីឲ្យបាន delta អ៊ុយស្មើនឹង3/5នៃគុយបាទក្នុងលំនាំអ៊ីសូបាបាទអញ្ចឹងដើម្បីបង្ហាញនឹងបាន គឺយើងត្រូវប្រើច្បាប់បាទប្រើច្បាប់ទី1 thermodynamic បាទណាបាទយើងត្រូវប្រើច្បាប់ទី1 thermodynamic អញ្ចឹងច្បាប់ទី1 thermodynamic គឺគុយស្មើនឹង W បូកបាទ delta អ៊ុយប៉ុន្តែបងប្អូនត្រូវដឹងថា W នឹងស្មើអីបាទដោយសារតែនៅក្នុងលំនាំអ៊ីសូបាអញ្ចឹង W ស្មើនឹង P delta V បាទហើយយើងអាចបំលែងតទៀតដើម្បីឲ្យចូលរាងបាទរូបមន្ត delta អ៊ុយអញ្ចឹងវាស្មើនឹងP delta V យើងអាចសរសេរបានដូចជា Na delta T បាទហើយចាំបូកជាមួយនឹង delta អ៊ុយបាទអញ្ចឹងខ្ញុំសេឡើងវិញបន្តិច Na delta T បូក delta អ៊ុយបាទយើងត្រូវដឹងថា delta អ៊ុយបាទគឺស្មើនឹង3/2 Na delta T បាទឥឡូវបាទលោកគ្រូចាប់ផ្ដើមថែមឥឡូវបើសិនណាបើលោកគ្រូថែមវាទៅជា3/2ដើម្បីឲ្យចូលរាង3/2 Na delta T ស្មើនឹង delta អ៊ុយនេះអញ្ចឹងបើយើងថែម3/2បងឯងត្រូវថែមបន្តទៀតបាទថែមបន្តទៀតគឺត្រូវថែមបាទ2/3វិញដើម្បីធ្វើម៉េចយើងសម្រួលទៅឲ្យវានៅសល់ដូចដើមវិញកាលណាបងឯងថែមហើយបងអត់ថែមចម្រាស់នៃវាវិញទេគឺវាអត់ដូចដើមវិញទេបាទអញ្ចឹងបន្ទាប់ពីបងឯងថែមហើយអញ្ចឹងអានេះវាទៅជា3/2ដដែលហើយអានេះគឺ3/2 Na delta T កន្លែងវាទៅជា delta អ៊ុយហើយបាទបូក delta អ៊ុយបាទអញ្ចឹងយើងតម្រូវភាគបែកមកយើងបាន5/3នៃ delta អ៊ុយអញ្ចឹងនាំឲ្យ delta អ៊ុយគឺស្មើនឹង3/5នៃគុយបាទអញ្ចឹងផ្ទៀងផ្ទាត់